ជាបឋមខ្ញុំបាទពុំសិង្ហហេងសូមគោរពសម្ដេចឯកឧត្តមលោកជំទាវលោកលោកស្រីនាងកញ្ញាព្រមទាំងប្រិយមិត្តដែលបានតាមដានស្ដាប់និងទស្សនាព័ត៌មានចេញពីការចុះផ្សាយរបស់ Page News, TikTok News និង YouTube News ថ្ងៃនេះផងដែរខ្ញុំមានកិត្តិយសសូមជម្រាបជូននូវព័ត៌មានជាតិនិងអន្តរជាតិដែលបានកើតឡើងនៅក្នុងថ្ងៃទី16ខែមីនាឆ្នាំ2026នេះព័ត៌មានជាតិនេះព្រឹកថ្ងៃទី16ខែមីនាឆ្នាំ2026នេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអញ្ជើញជាវត្តមានប្រគល់ផ្ទះថ្មីចំនួន3ខ្នងជូនក្រុមគ្រួសាររបស់វីរៈកងទ័ពពលីដែលក្នុងនោះផ្ទះ2ខ្នងស្ថិតនៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលនិងផ្ទះមួយខ្នងទៀតស្ថិតនៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញលោកជំទាវបណ្ឌិតបានពំនាំប្រសាសន៍ចូលរួមរំលែកបរណទុក្ខដ៏ក្រៀមក្រំបំផុតនិងប្រសាសន៍សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិព្រឹទ្ធបណ្ឌិតមុនរ៉ានីហ៊ុនសែនរួមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជួបលោកក្រុមគ្រួសារនិស្សិតវីរៈកងទ័ពផងដែរទន្ទឹមនឹងនេះលោកជំទាវបណ្ឌិតបាននាំយកមកជាមួយនៅអំណោយរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតមានដូចជាថវិកាសម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារនិស្សិតដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃយើងគ្រប់គ្នាចងចាំវីរៈភាពនិងការលះបង់របស់វីរៈកងទ័ពពិសេសក៏បាននឹងកំពុងកិត្តគូជាប្រចាំចំពោះក្រុមវីរៈកងទ័ពដោយមិនបានបោះបង់នរណាម្នាក់ចោលនោះឡើយជីវភាពនិងការរស់នៅដើម្បីបន្តចូលរួមជាមួយកម្ពុជាគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលនេះគឺសបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផងនិងសមាជិកក្រុមគ្រួសារវីរៈកងទ័ពផងក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរជាបន្តទៅនេះបើយោងតាមការអាប់ដេតព័ត៌មានរបស់លោកសុនសុភ័ក្របានឲ្យដឹងថាក្នុងករណីឃាតកម្មបាញ់សម្លាប់ថៅកែអង្គររួចបាញ់សម្លាប់ខ្លួនឯងនៅតាមក្រោយនៅខេត្តត្បូងឃ្មុំនោះគឺផ្ដើមចេញពីភ្លើងប្រច័ណ្ឌត្បូងឃ្មុំករណីឃាតកម្មបាញ់សម្លាប់ថៅកែអង្គរនិងបរិសម្នាក់រួចហើយជន់ដៃដល់បាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅព្រឹកថ្ងៃទី16ខែមីនាឆ្នាំ2026ដែលស្ថិតនៅក្នុងស្រុកស្រែសៀមឃុំជីរ៉ូទី2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំគឺផ្ដើមចេញពីភ្លើងប្រច័ណ្ឌសេចក្តីរាយការណ៍បន្ថែមបានឲ្យដឹងថាខ្មាំងកំភ្លើងមានឈ្មោះវ័នត្រកាលអាយុ43ឆ្នាំស្នាក់នៅភូមិស្រែសៀមឃុំជីរ៉ូទី2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំជាអ្នករកស៊ីអង្គរដូចគ្នាដោយឡែកជនរងគ្រោះពីរនាក់ទៀតមានឈ្មោះគឹមលៀងអេងភេទស្រីអាយុ42ឆ្នាំមុខរបរថៅកែអង្គរមានទីលំនៅនៅភូមិស្រែសៀមឃុំជីរ៉ូទី2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំស្លាប់នៅកន្លែងកើតហេតុនិងបរិសម្នាក់ទៀតឈ្មោះសុកបានដេតអាយុ44ឆ្នាំមានទីលំនៅនៅភ្នំពេញស្លាប់នៅកន្លែងកើតហេតុបើតាមសេចក្តីរាយការណ៍ហេតុការណ៍បាញ់សម្លាប់នេះគឺផ្ដើមចេញពីភ្លើងប្រច័ណ្ឌរបស់ខ្មាំងកំភ្លើងទៅលើស្ត្រីរងគ្រោះជាមួយបរិសម្នាក់ទៀតមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃដែលក្រុមភ្ជាប់ពាក្យជាមួយគ្នានៅអំឡុងចុងខែមីនានេះខណៈដែលថៅកែអង្គរនិងខ្មាំងកំភ្លើងធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីពេលកន្លងមកយ៉ាងណាក៏ដោយសម្រាប់អំពើឃាតកម្មដ៏សាហាវមួយនេះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំកំពុងសួរនាំបន្តទៀតរកឲ្យឃើញមូលហេតុពិតប្រាកដជាបន្តទៅនេះបើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍ជនជាតិចិនចំនួន500នាក់ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ Online Scams នៅយប់ថ្ងៃទី15ឈានចូលថ្ងៃទី16ខែមីនាឆ្នាំ2026អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសិទ្ធបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមសេនីយ៍ឯកសុកវិស្នាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានអង្គការនិងអនុវត្តនីតិវិធីសហការជាមួយស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន500នាក់ស្រី13នាក់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ Online Scams និងករណីលួចស្នាក់នៅនិងធ្វើការខុសច្បាប់ត្រូវបានបណ្តេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោនិងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសកងកេងខេត្តព្រះសីហនុការបណ្តេញចេញជនជាតិចិនបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងបោះសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល2សប្តាហ៍កន្លងមកនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅទូទាំងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់រួមមានទីក្រុងតេហេរ៉ង់ អ៊ីហ្វាហាន និងហាម៉ាដានរូបភាពវីដេអូដែលបានចេញផ្សាយនៅថ្ងៃនេះបង្ហាញពីការផ្ទុះដ៏ធំនិងផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារថ្មីបានវាយប្រហារគោលដៅនៅក្នុងទីក្រុងហាម៉ាដានជាការឆ្លើយតបអ៊ីរ៉ង់បានបាញ់បង្ហោះកាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលនិងទីតាំងជាច្រើនដែលជាសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងតាមសេចក្តីរាយការណ៍ត្រូវបានប្រើប្រាស់ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះដោយការវាយប្រហារមួយចំនួនបានផ្ដោតលើមូលដ្ឋានយោធានិងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទូទៅការអភិវឌ្ឍយុទ្ធសាស្ត្រដ៏ធំបំផុតមួយគឺវិបត្តិនៃច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកអ៊ីរ៉ង់បានគំរាមកំហែងឬរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ហើយឥឡូវនេះសហរដ្ឋអាមេរិកកំពុងស្នើឲ្យប្រទេសសម្ព័ន្ធមិត្តបញ្ជូននាវាចម្បាំងដើម្បីអមនាវាពាណិជ្ជកម្មឆ្លងកាត់តំបន់ច្រកសមុទ្រនេះដោយសារតែប្រេងប្រហែល 20% នៃពិភពលោកបានឆ្លងកាត់ផ្លូវនេះការប្រយុទ្ធគ្នាបានជំរុញទីផ្សារថាមពលពិភពលោកទៅក្នុងភាពមិនច្បាស់លាស់រួចហើយទន្ទឹមនឹងនេះចំនួនកំពុងរីកដាលពីពេញតំបន់អ៊ីស្រាអែលបានចាប់ផ្ដើមប្រតិបត្តិការជើងគោកមានកំណត់ប្រឆាំងនឹងទីតាំងក្រុមហេបូឡានៅភាគខាងត្បូងប្រទេសលីបង់គណៈក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់បន្តគម្រាមកំហែងទឹកដីអ៊ីស្រាអែលសង្គ្រាមក៏បានបង្កក្តីព្រួយបារម្ភពីអន្តរជាតិយ៉ាងខ្លាំងផងដែរប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រនិងលើសពីនេះកំពុងព្យាយាមជៀសវាងការអូសទាញចូលទៅក្នុងជម្លោះខណៈដែលមហាអំណាចពិភពលោកកំពុងជំរុញឲ្យមានការអត់ធ្មត់និងដំណោះស្រាយការទូតទោះជាយ៉ាងណាក៏ដោយថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់បាននិយាយថាខ្លួនបានរៀបចំសម្រាប់សង្គ្រាមដ៏យូរអង្វែងហើយមិនបានស្នើសុំបទចម្បាញ់នោះទេក្តីបារម្ភផ្នែកមនុស្សធម៌ក៏កំពុងកើនឡើងផងដែរខណៈដែលតំបន់ជនស៊ីវិលត្រូវបានរងផលប៉ះពាល់ដោយសារតែការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយមីស៊ីលមនុស្សរាប់ពាន់នាក់ត្រូវបានរាយការណ៍ថាបានស្លាប់និងផ្លាស់ទីរំនៅចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្ដើមហើយភាពតានតឹងនៅតែមានកម្រិតខ្ពស់បំផុតនៅទូទាំងមជ្ឈមបូព៌ាសរុបមកវិញសង្គ្រាមរវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនឹងតែបន្តកាន់តែខ្លាំងដោយមានការប្រយុទ្ធគ្នាតាមអាកាសការផ្លាស់ប្ដូរកំជ្រួចការចូលរួមក្នុងតំបន់និងហានិភ័យធំៗចំពោះការផ្គត់ផ្គង់ថាមពលសកលស្ថានភាពនៅតែប្រែប្រួលខ្លាំងហើយប៉ុន្មានថ្ងៃនៅខាងមុខនេះអាចកំណត់ថាតើចំនួននេះអាចពង្រីកបន្ថែមទៀតឬឈានទៅរកការចរចានេះគឺជាការអាប់ដេតចុងក្រោយបំផុតនៅថ្ងៃទី16ខែមីនាឆ្នាំ2026ដែល VNews Cambodia ទទួលបានជាចុងក្រោយខ្ញុំបាទពុំសិង្ហហេងសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាដែលបានតាមដានស្ដាប់និងទស្សនាតាំងពីដើមរហូតដល់ចប់ខ្ញុំបាទសូមអរគុណ